ខេត្តនេះស្អាតមែនទែនបងប្អូនគឺតាំងពីពណ៌នៅខេត្តព្រៃវែងសម្រាប់ថ្ងៃចូលឆ្នាំនេះនៅខេត្តព្រៃវែងនៅផ្សារនេះដាក់គាត់សិនតាត្រីញៀតត្រីពោត្រីឆ្ដោនេះ1គីឡូ25,000កន្លែងនេះកន្លែងបោះដុំចេកច្រើនណាស់ចេកច្រើនក្នុងអំឡុងពេលថ្ងៃចូលឆ្នាំនេះខ្ញុំបានមកទីរួមខេត្តព្រៃវែងហើយខេត្តព្រៃវែងឥឡូវគឺមានការអភិវឌ្ឍខ្លាំងមែនទែននេះគឺថ្ងៃចូលឆ្នាំបងប្អូនហើយឃើញសួនមានគេធ្វើផ្លូវធ្វើអីនិយាយទៅស្អាតហើយការតាំងពិព័រណ៍សម្រាប់ស្វាគមន៍ពិធីឆ្នាំថ្មីនេះពិតជាស្អាតមែនទែនហើយនៅតាមផ្លាកបដាមួយនោះគឺជាស្រុករបស់ខេត្តព្រៃវែងតែម្ដងដែលយើងគិតថាគ្មានយើងមិនដឹងថាស្រុកនៅខេត្តព្រៃវែងមានស្រុកប្រមាណឥឡូវនេះគឺការដាក់បង្ហាញរបស់ខេត្តព្រៃវែងគឺបានដាក់ស្រុកមួយទៅតាមផ្លាកបង្គោលមួយអញ្ចឹងហើយខេត្តព្រៃវែងនិយាយទៅនៅថ្ងៃចូលឆ្នាំនេះពិតជាសប្បាយមែនទែនបងប្អូនមនុស្សអ៊ូអរច្រើនហើយមានការដាក់ស្តង់បង្ហាញហើយយើងនឹងពំនាំវីដេអូនេះទៅដល់អ្នកនៅខេត្តព្រៃវែងនេះគឺជាផ្សារនៅក្នុងទីរួមខេត្តព្រៃវែងនេះបងប្អូននេះដាក់គាត់សិនតាដាក់យើងគាត់នេះគាត់ទិញមុនគាត់ទិញមុនខ្ញុំមិនចូលចិត្តនេះទេ40,000នេះសាច់គោនេះសាច់បាំងនេះឆ្ងាញ់យូខ្ទិះហ្មងមើលទៅគូគាត់យកទៅហាន់ខ្លួនឯងហើយយើងហាន់ទៅហើយទៅតែកុំអាចយកលោកអត់មានក្បត់មានឈុញកាប់ពីកូនណៃទិញទៅក្រៃនោះដាក់ណាមានកាត់នេះនៅខេត្តព្រៃវែងនៅផ្សារមានលក់នេះផ្លូវនេះចេកលក់អីច្រើនដែរនេះចេកផ្សារនេះមានដាក់ទឹកជ្រលក់ចេកនេះតែនេះក្រៃហ្មងបើយើងដាក់100ស្ទប់ហើយនឹងបាំងនេះសាច់បាំងឆ្ងាញ់ត្រីញៀតត្រីពោត្រីឆ្ដោស្បូនៅផ្សារខេត្តព្រៃវែងមានលក់នេះច្រើនមានស្បូត្រីញៀតច្រើនត្រីរស់ត្រីអីមានត្រីឆ្ដោក៏មាននេះ1គីឡូ25,000នេះ1គីឡូ25,000មានឆ្ដោមានត្រីរស់បាទមានដែងតម្លៃខុសគ្នា ក
ងណាខាងណាក៏មាននេះlạiបោះដុំចេកកន្លែងនេះlạiបោះដុំចេកច្រើនណាស់ច្រើនហើយទៅកោះសុខជួយហ៎សាខាងនេះគេណាស្វាយទៅเลยណាមានស្វាយជីកន្លែងគេលក់បោះដុំមានលក់កាអាវលក់ប្រហែលគេច្រើនដែរពូសក់ស្រូវស្វាយសាគេធំវាមកពេលល្ងាចក៏បើយើងមកពេលព្រឹកហើយមនុស្សណែនយ៉ាងនេះចេកនេះបាយមានតបាយនេះđâyឆែតតពួនតែលក់បំមន់ស្វាយត្រីស្រីច្រើនសារខេត្តពីនេះច្រើនណាស់លោកគោនេះចឹងកាលហើយហើយឥឡូវនេះយើងបានចេញពីផ្សារវិញហើយយើងនឹងថតទីរួមខេត្តព្រៃវែងជូនបងប្អូនទស្សនាមុននឹងយើងបញ្ចប់វីដេអូអញ្ចឹងកាលពីមុននៅខាងស្ដាំដៃនេះគឺអ្នកនៅពីមុនប្រហែលជា 4-10 ឆ្នាំមុនបងប្អូនដឹងហើយកន្លែងហ្នឹងគឺជាកន្លែងច្រាំងទន្លេប៉ុន្តែបច្ចុប្បន្ននេះគឺយើងមានអភិបាលខេត្តព្រៃវែងគាត់បានសាងសង់ផ្ទះនិយាយទៅមានការអភិវឌ្ឍខ្លាំងមែនទែនសម្រាប់ទីរួមខេត្តនេះនិយាយទៅការអភិវឌ្ឍនេះគឺយើងមិនអាចឆ្លើយថាអត់មានការអភិវឌ្ឍទេដោយសារនៅទីរួមខេត្តព្រៃវែងគឺយើងអភិវឌ្ឍខ្លាំងមែនទែនសូម្បីតែផ្ទះអីនៅខាងឆ្វេងដៃនេះគឺផ្ទះថ្មីដែលទើបតែសាងសង់ហើយយើងក៏លេចមកមើលជុំវិញផ្សារនេះវិញបងប្អូនអញ្ចឹងយើងចង់ដឹងថាជុំវិញផ្សារនេះមានសភាពបែបណាបងប្អូនឃើញហើយនេះផ្ទះដែលនៅសល់ពីសម័យសង្គមមកគឺផ្ទះរបៀបចាស់ហើយនៅជុំវិញផ្សារនោះដែរក៏មានអ្នកលក់ដូរច្រើនដែរបងប្អូនប៉ុន្តែភាគច្រើនគឺអ្នកលក់បែបអគ្គិសនីមានន័យថាបែបលក់ជាគ្រឿងអេឡិចត្រូនិកមានអីអញ្ចឹងណាហើយសម្រាប់ខាងស្ដាំដៃនេះគឺជាផ្សារចាស់ផងយើងផ្សារខេត្តព្រៃវែងហ្នឹងហើយមានផ្សារត្រីមានអីអញ្ចឹងទៅហើយទីរួមខេត្តព្រៃវែងគឺបងប្អូនឃើញទេស្អាតហើយមានមនុស្សរស់នៅច្រើនការប្រកបរបរចិញ្ចឹមជីវិតអីហ្នឹងក៏នៅតែបន្តធម្មតាទេហើយផ្លូវនេះនិយាយទៅខ្ញុំខានមកយូរដែរបាទខ្ញុំមានអារម្មណ៍ថា
ខុសប្លែកកាលពីមុនច្រើនខ្លាំងមែនទែនកាលពីមុនផ្លូវនេះរៀងកលិចកលុកហើយស្ងាត់ប៉ុន្តែបច្ចុប្បន្ននេះផ្លូវនេះគឺស្អាតហើយបងប្អូនគឺបានអ៊ុតកៅស៊ូស្អាតត្រង់ភ្លឹងតែម្ដងហើយអ្នកលក់ដូរនៅតែបន្តលក់ដូរធម្មតាមិនមានអ្វីប្រែប្រួលខ្លាំងក្លាណាស់ដែរទេប៉ុន្តែនៅចំពីមុខផ្សារវិញគឺឃើញមានការអភិវឌ្ឍខ្លាំងមែនទែនដោយសារមានផ្ទះថ្មីៗច្រើននៅខាងនោះអញ្ចឹងណាបងប្អូនអញ្ចឹងសូមអញ្ជើញទស្សនានេះគឺនៅម្ដុំកន្លែងរង្វង់មូលអានេះមិនដឹងខ្ញុំហៅថារង្វង់មូលអីដែរទេប៉ុន្តែអាហ្នឹងរង្វង់មូលហ្នឹងមានយូរហើយបងប្អូន